បាទជំរាបសួរអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមកសម្រាយរឿងក្រុម10ឋានសួគ៌ដែលជាសាច់រឿង novel ហើយខ្ញុំនឹងសម្រាយតពីសាច់រឿងតុងហួរតែម្ដងអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងចូលដល់សាច់រឿងរបស់យើងតែម្ដងសាច់រឿងគឺបន្តនៅពេលដែលនារីអាកំបាំងម្នាក់បានបង្ហាញខ្លួននឹងឯងភ្លាមៗយើងបានវាប្រហារទៅរកយេហ្វានដោយពលឺដល់ត្រជាក់មួយបានទម្លុះខ្យល់ដាវមួយបានព្យាយាមទម្លុះទ្រូងរបស់យេហ្វានការវាប្រហារនេះមានភាពរហ័សរហួននិងគ្មានមេត្តាដោយមិនទុកពេលដើម្បីប្រតិកម្មឡើយជាហេតុធ្វើឲ្យឈាមមាសរបស់យេហ្វានហូរយ៉ាងច្រើនយេហ្វានព្យាយាមទប់កុំឲ្យដាវទម្លុះកាន់តែជ្រៅនិងបានដកវាចេញផងដែរឃាតករក៏បានបង្ហាញខ្លួនឲ្យឃើញដែលជាមនុស្សស្រីពាក់អាវពណ៌សកាន់ដាវនៅក្នុងដៃនាងបានដកដង្ហើមម្ដងទៀតចុងដាវរបស់នាងបានតម្រង់ទៅរកក្បាលរបស់យេហ្វានល្បឿនរបស់នាងគឺលឿនយ៉ាងខ្លាំងដាវរបស់នាងពណ៌បៃតងចាស់ដែលពោពេញទៅដោយចេតនាសម្លាប់វាបានកាត់តាមលំហហើយតម្រង់ចំក្បាលរបស់យេហ្វានការវាប្រហារតែមួយមានន័យថារាងកាយនិងពលឹងត្រូវបានបំផ្លាញហ្វូងមនុស្សដែលកំពុងមើលបានកកគ្មាននរណាម្នាក់រំពឹងថានឹងមានការធ្វើឃាតបែបនេះទេនៅពេលដែលការប្រយុទ្ធដ៏ឃោរឃៅរបស់យេហ្វានជាមួយនឹងស្ត្រីឥន្ទ្រីវ័យក្មេងបានបញ្ចប់តើនរណាម្នាក់អាចទប់ទល់នឹងការវាប្រហារបែបនេះបានអាតរីខ្មែរដែលជាឆ្កែខ្មែររបស់យើងហ្នឹងក៏បានក្រហមយ៉ាងខ្លាំងដោយបានអង្រួនភ្នំប៉ុន្តែសម្បីតែសម្រែកដ៏គួរឲ្យភ័យខ្លាចរបស់វាក៏មិនអាចរារាំងដាវនោះបានដែរណានតូចបានស្រែកយ៉ាងខ្លាំងបងប្រុសធំខណៈដែលដាវសម្ដៅទៅរកក្បាលរបស់យេហ្វានក្នុងពេលនោះយេហ្វានបានពុតខ្លួនរបស់គាត់ជាដានរៀងដូចនាគដែលជាគំនូសតាំងដល់ទេវភាពនៃថៃជីដែលបង្កើតបានជាក្បួននៅពីក្រោយគាត់ស្ទើរតែកិច្ចខ្លួនបានទៅហើយប៉ុន្តែឈាមមាសបានហូរចុះមកលើមុខរបស់គាត់ពេលជិតស្លាប់រូបភាពរមិនអស់របស់តាវបានភ្លឺឡើងនៅក្នុងចិត្តរបស់យេហ្វានគាត់មិនអាចបញ្ចេញសិល្បៈសម្ងាត់របស់គាត់ទាន់ពេលទេប៉ុន្តែការបំផុសគំនិតបានកើតឡើងគេដំណើរនៃតុលាការឋានសួគ៌បុរាណចាប់ផ្ដើមមានប្រតិកម្មបច្ចេកទេសហាមឃាត់ដែលគាត់មិនយល់ដែលជាសិល្បៈបំភាន់ដល់ទេវភាពបានបញ្ចេញមករាងកាយរបស់គាត់ព្រិលហើយបាត់ទៅក្នុងភេទទេដាវរបស់ឃាតករបានទម្លុះរាងកាយបំភាន់របស់យេហ្វានប៉ុន្តែរាងកាយពិតរបស់គាត់បានកែលម្អនៅពីចម្ងាយទោះបីជារងរបួសក៏ដោយក៏យេហ្វានបានរួចផុតពីការវាយប្រហារដ៏គោរឃៅរបស់ឃាតករដោយការស្រែកយ៉ាងខ្លាំងគាត់បានវាយបកទៅវិញដាវវិញ្ញាណព្រះមាសខ្មៅបានចាប់ឆេះឡើងខណៈដែលយេហ្វានបញ្ចេញកំហឹងរបស់វាភ្លាមឃាតករម្នាក់ទៀតបានបង្ហាញខ្លួនដែលស្លៀកពាក់ពណ៌ប្រផេះជាតួលេខដែលមានអាប់ចេតនាសម្លាប់របស់ពួកគេគឺត្រជាក់និងច្បាស់លាស់ពួកគេមិនមែនជាសត្រូវធម្មតានោះទេពួកគេគឺជាក្របពូជនៃរាជវង្សធ្វើឃាតបុរាណនៃពិភពលោកមនុស្សដែលបានទទួលការបណ្ដុះបណ្ដាលពីក្មេងឲ្យក្លាយជាឃាតករសម្លាប់ពួកគេបានស្រែកហើយបានបញ្ចេញបច្ចេកទេសដ៏ទេវភាពប៉ុន្តែយេហ្វានបានប្រើដាវរបស់ខ្លួនដើម្បីទប់ទល់នឹងពួកគេជាហេតុដែលបង្កជាផ្កាភ្លើងពីពេញមេឃកម្លាំងរបស់គាត់បានបង្ខំឲ្យបរិះពាក់អាវពណ៌ប្រផេះដកថយបន្តិចខណៈដែលនារីពាក់អាវពណ៌សបានរលាយចូលទៅក្នុងអាប់ហើយបានព្យាយាមចាក់ចេញស្រួលម្ល៉េះសម្លេងរបស់យេហ្វានដូចជាអាទិទេពនៃសេចក្តីស្លាប់គាត់បានដេញតាមដល់កម្លាំងលើសលប់ដាវរបស់គាត់បន្តវាយប្រហារផ្លេកដល់ទេវភាពរបស់គាត់បានចក់សលើទម្រង់រត់របស់ពួកគេដោយកម្លាំងរបស់រាងកាយពិសិដ្ឋត្រូវបានបង្ខំឲ្យឃាតករភៀសខ្លួនដោយអស់សង្ឃឹមតែយេហ្វានមិនបានផ្ដល់មេត្តាដល់ពួកគេឡើយដាវមាសខ្មៅរបស់គាត់បានវាយប្រហារម្ដងហើយម្ដងទៀតដោយបំបែកភ្នំឈាមបានហៀចេញខណៈដែលឃាតករម្នាក់ត្រូវបានកំទេចជាដុំរាងកាយនិងទ្រព្យសម្បត្តិរបស់គាត់ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដ៏ខឹងសម្បាររបស់យេហ្វានអ្នកមើលគឺស្រឡំកាំងតែម្ដងដើម្បីសម្លាប់ឃាតករនៃរាជវង្សដ៏ទេវភាពនេះស្ទើរតែមិនដែលឮរាងកាយពិសិដ្ឋកាយសាហាវនិងអស្ចារ្យពេកហើយប៉ុន្តែមុននឹងពួកគេអាចងើបឡើងវិញមេឃក៏ចាប់ផ្ដើមងងឹតម្ដងទៀតពលឺឥន្ទ្រនូដល់ទេវភាពចំនួន7បានធ្លាក់ចុះមកចេតនាសម្លាប់របស់ពួកគេបានផ្ទុះឡើងយ៉ាងមុតស្រួចរហូតដល់ព្រៃឈើដួលរលំហើយសត្វបានរត់គេចខ្លួនដោយការភ័យខ្លាចឃាតករចំនួន7នៃពិភពលោកមនុស្សបានមកដល់ជាមួយគ្នាហើយបានបញ្ចេញនូវបច្ចេកទេសដ៏គួរភ័យខ្លាចដែលជាការហោះហើរអមតៈឋានសួគ៌ខ្យល់ត្រជាក់បានសាយភាយពីពេញឋានសួគ៌និងផែនដីឃាតករបានសហការគ្នាដែលដាវរបស់ពួកគេបានរួមបញ្ចូលគ្នាជាក្បួនដាវដែលក្រោមដប់លើមេឃ
สารเพียบหาโดยจีออกสังคมคิดกรแต่งปรมปีเนี่ยคือจีอิสระจนขนมจำนวนอิสระจนได้บุกไก่ขางสำหรับแต่ยีฟันบานตรมตาหย่อมอย่างเดือดเจ้าในเดเตอร์รูเพียวระบบกอดบานใช้ขณะใดกอดบานมือคืนเพลย์สำหรับระบบบุกเกปูนดาวดอกแช่บานวีประหามระบบกอดเร่งกายระบบกอดกองโดยเหนียบปิดขบวนไทจีบานเวลในกรอมเชิงระบบกอดโดยพิบโคคือได้มันไอไปชบบ้านกอดก่อวีประหาตอบตัววิ่งอย่างเสียหายการปาตังกิจมวยบานทัวไอคิดกรตีมวยตระบานสติดชายเร่งกายระบบคิดกรมันเนี่ยบานทะเลโจตึกนองอาบอมพลายจังสรองเยฟานบานพลาดโดมนองเตียนด้านเรียงโดยเนี่ยบานกัดตามคิดกรตีปีมันโตมอตีไปการวีประหาในมวยคือมันไอเป็นชบบานเตะแค่ก้อนในมวยในมีเกียร์ระบบกอดสอบนังกุมปูดาวฟงมนุษย์ยัวดาวเป็นเรื่องระบบโอเคคิดก็อย่างนี้คือเชื่อกบัดดอมดสรุ่ยในริจวงปิภพโลกระบบมนุษย์โบราณแต่เยฟานบานสำหรับโปเกมดาวมวยเรื่องใกล้ระบบกอดโดยเชียร์บดดอเตวเพียวในตีวงพอดลอมปอดดอยกวนดาวได้โดนลมนังอับเชียมเยฟานมันโชว์ในกลางขบวนให้กันดาวในขนมได้อันดับเพลิงปอมีกับปงชับแช่จุ่มเวงกอดในระบบกอดแช่ดอยเพียวกับกระโตมระบบอาเทเรจรอบปอนชนะมุนตลาการท่านสู้โบราณบันกัดตกคิดกรในพิภพโลกในไทยนี้การวิสำรับระบบเนี่ยทัวคิดเยฟานบันบรรลือล่างในอุดมเพียบปีโบราณโลกไอ้ในขนมจัดระบบกอดกำเนิดมวยบันแช่ล่างโดยเยฟานบันกัดแทไปให้จีกอดไอซังซ่องตลาการท่านสู้โบราณหลังวิ่งรำลึกตดอติตการดอกชไงตลาการท่านสู้โบราณบันกระดมดับพิภพโลกโดยนำบองเรดดอกคงพัวองรูนการล่างนังการดูลมในสัตว์ปีศาจให้ทำแจงสำหรับปุบริสุทธิ์ติดพองเยฟานบันเกิดองปีวีออกมวยสันตุตาวีหลงบ่าอย่างหน้าต้องการมังการหลังวิญก็เนื้อแต่ขวาขาดจานจิบแซ่รูปมุนเปียสำหรับบานในอากาศบางแตงรำบุญปัจจัยการตั้งจัดบกอดมันระเวไลประสมบกอดไอตัวบานมรดกดอลอดชนุเทนามวยกอดไอมังการหลังวิญในริจวงคิดกอบโบราณปัจจัยอะไรนี่มันเมนจิเป้สำหรับสุบันโนเตในจุดนี้บุญเนี่ยมาปีพิภพโลกมนุษย์บานโชในจุดปุ่มกอดดาวระบบบุเกบานเลือกรูจิสไรสำเร็จดาวบานตำลุกไตเมฆขณะได้ดาวในเชียมกระหอมตะวงปัวสวายนังบรรลือปัวเขี้ยวบานบัญจังชิมวยนังเวียบุเกบานบัญจังในการสำนักจุดนนบุญคือสัตว์จุยะสัตว์นั่งเสดียงนังอยู่ราได้พลาซออันดักไม้นังเดียปิดสัตว์ที่แวะในมวยบานกระหึ่มในเปดาเวียสังกัดเลยเยฟานหมดว่าเวียบัญจังในเท่าปัวดอเตวเพียบการบังการในมือสัญญาแต่งบุญบานจอกหมอกลอยซากจอบท่านสู้หนังแผ่นใดลอยบานจองเยฟานโดยเชื่อจุบะแต่มือมันเคยเรื่องกายระบบเยฟานยัวเสร็จกรอมสเปียดมือนี้ผู้สินตุวิหะโดยจีกอดกับปงลงนงเวียลผู้ในอำนาจดอเตวเพียบแต่กลอยมอบชิมเมียระบบกอดก่อปูเยฟานก็จะประดามบังการสัญญาไทจีมันออกเตียนท้าโปเต้าระบบกอดบานตุกล่างโดยกำลังได้มันไอเป็นฉบบานโดยโกลอนอย่างครั้งเยฟานบำใบกำนัดเชอให้ตำลูวิญญาณสัตว์เตเวทอย่างบุญสัตว์แตงบุญบานสายอย่างครั้งให้ผู้เวกอรเลียจีอับกรอมสนาได้ระบบเยฟานคิดก็จับดามไพสนันสลอตื้อผู้เก็บบานสายพีเยี่ยมดอกถอยปันแต่สำเร็จระบบเยฟานตรวจแจกโดยตะกอหมกสำหรับคุณยังไหมกึศถ่ายจองจะเช่นสอบเข้ามาระบบกอดบานหายขณะได้กอดบานเวสำรกอย่างสมบามมวยตระบานให้เจงเปลี่ยมชิมโฮเป็นปฏิเมกมันเนติพีเยี่ยมตุกตลปันแต่กำนับได้ระบบเยฟานแคลโดยนมเวบ่มใบเรียงกายเตยเจียถุลีนังมวยติดตระบานจับเนเปได้ยืนหนึ่งย่างตรบใบเป็นโจคเนียเนขนมได้ระบบเยฟานบังการบานเจียเพลย์โฮได้เล็บตระบะเมกนังแผ่นใดเล็บมนุษย์โจตึกขนมเพียบตัวเตนาทีบุพพเนซอแตนเนรีสลิปเปียบซอจรณาบอเนียงโดยจิขมอดโจตึกไกลจนล้อลำห่อโดยจิตึกดาวใบตองระบอเนียงบานเชียเยี่ยมประยุทธ์ช่วยหนึ่งเยฟานเนียงบานประยุทธ์อย่างสวัสดิ์สว่างโดยฉลองกัดกาวีประหารดอเลือลุบระบอเยฟานปัจจัยกำลังดอสะห้าวหนึ่งระเบือนดอเตรุพีบบานบัดเยฟานจับดามปรากบไทยจีระบอกลูนเตียดทาวโปชิมเมียการล่างโดยเนียรบเมินกำนับได้ระบบเยฟานบานลงใบจนหลอดเตะดาวระบบเนรีมันเนนูบานกระจอเรียงกายระบบเนียงบานแปรกรอมสัมผัสอย่างคลั่งจงวันหนึ่งกาวิปหาจงกรอยมวยเนียงตระบานคลายติจีอับมงโหเชียมคิดกรปรบใบเนี่ย
ត្រូវបានស្លាប់នៅក្នុងកំណត់ដៃរបស់យេហ្វានអ្នកទស្សនាត្រូវបានកក្រាកដល់ស្នូររបស់ពួកគេនេះមិនមែនជាសមរភូមិធម្មតាទេវាជាព្យុះការសម្លាប់រង្គាលមួយសេនទ្រីវ័យក្មេងស្លាប់មាសបានវាយជាមួយនឹងយេហ្វានបាន7ជុំហើយត្រូវចាញ់ឥឡូវនេះសូម្បីតែអ្នកធ្វើឃាតតែមិនចេះអស់ពីសមត្ថភាពនៃពិភពមនុស្សក៏ត្រូវបានគេសម្លាប់ដែរការខ្សឹបខ្សៀវបានរីករាលដាលក្នុងចំណោមពួកបរិសុទ្ធនិងពួកបរិសុទ្ធវ័យក្មេងដែលបានមើលពីចម្ងាយកម្លាំងជីវិតរបស់យេហ្វានបានថយចុះយ៉ាងហោចណាស់កន្លះខែប៉ុន្តែកម្លាំងប្រយុទ្ធរបស់គាត់គឺគួរឲ្យភ័យខ្លាចល្មមនឹងគំរាមកំហែងសម្បីតែពួកបរិសុទ្ធភ្នែកដ៏ស្រស់ស្អាតរបស់ព្រះនាងហ្វឹងហួងបានព្រិចពីក្រោយរបាំងមុខរបស់នាងរីឯក្មេងចំនួនដូចយេហ្វានក៏ទទួលបានសម្ពាធយ៉ាងខ្លាំងផងដែរហើយនៅពីចម្ងាយជីហោយៈដែលជារូបរាងកាយស្ដេចដ៏ទេវភាពនៃគ្រួសារជីបានបើកភ្នែកយ៉ាងជ្រាលជ្រៅរបស់គាត់ស្ងប់ស្ងាត់និងអាកំបាំងគាត់បានវាស់កម្លាំងរបស់យេហ្វានដោយប្រៀបធៀបវាទៅនឹងស្ដេចឥន្ទ្រីវ័យក្មេងដែលបានចាញ់ហើយគាត់បានគិតថាគម្ពីរបុរាណរបស់គ្រួសារជីបានលាក់កំបាំងសិល្បៈដ៏ទេវភាពប្រហែលជាអស្ចារ្យជាងអ្វីដែលយេហ្វានបានអាញទៅទៀតនៅជុំវិញបត្រាបរិសុទ្ធកាន់តែមានភាពស្ងប់ស្ងាត់ពួកបរិសុទ្ធបានខ្សឹបប្រាប់ពីការអញ្ជើញអ្នកជំនាញបន្ថែមទៀតពីពិភពអមតៈដើម្បីសម្លាប់រាងកាយពិសិដ្ឋប៉ុន្តែខណៈដែលយេហ្វានឈរប្រឡាក់ដោយឈាមមាសដាវខ្មៅរបស់គាត់ដែលមានចេតនាសម្លាប់គ្មាននរណាម្នាក់ហ៊ានបោះជំហានទៅមុខឡើយសំឡេងក្រហមដោយថ្លង់បានបំបែកភ្នំឆ្កែខ្មៅបានចោះមកយកដៃមាសវាគឺជាដៃរបស់សេនទ្រីវ័យក្មេងដែលជាផ្នែកតែមួយគត់ដែលស្ដេចឥន្ទ្រីចាស់បានធ្វេសប្រហែសហើយសួយក៏បានសួរទៅថាចាអញយកវាមកធ្វើអីអន្តរិកខ្មៅក៏ប្រាប់ទៅថានេះគឺជាស្លាបឥន្ទ្រីវិខាវានឹងប្រែក្លាយទៅជាទម្រង់ដើមរបស់វាក្នុងពេលឆាប់នេះកូនចៅនៃពួកបរិសុទ្ធរបស់ស្ដេចឥន្ទ្រីស្លបប្រើប្រាស់វាចំណែកណានតូចថយក្រោយហើយបិទភ្នែកទាំងភ័យខ្លាចបំណងចង់បានអំណាចរបស់ឆ្កែដល់កយនៅចម្ងាយឆ្ងាយរលកនៃថោពួរដ៏ខ្លាំងមួយបានប្រកាសពីការមកដល់នៃមនុស្សទេពរបស់តកូហ្វឹងនិងតួអង្គកម្ពុជាផ្សេងទៀតពួកគេបានមកទទួលដំណឹងនៃសមរភូមិនាពេលថ្មីនេះអំណាចពីបុរាណបានបំផុសគំនិតឡើងថាតុលាការឋានសួគ៌បុរាណត្រូវបានបំផ្លាញជាយូរមកហើយប៉ុន្តែពិភពលោកនៃមនុស្សស្លាប់និងឋាននរកបានស៊ូទ្រាំជាយូរមកហើយសូម្បីតែរាជវង្សឃាតករពីបុរាណដែលជាធម្មតាមានទម្រង់ទាបនិងសន្តិភាពឥឡូវនេះបានប្រព្រឹត្តដោយចេតនាដ៏សាហាវចិត្តរបស់យេហ្វានលូតញាប់តើអ្នកណាដែលបានកោះហៅឃាតករពីពិភពលោកមនុស្សតើអ្នកណាដែលចង់សម្លាប់គាត់ស្រមោលនីមួយៗមានអារម្មណ៍ថាដូចជាការគំរាមកំហែងដ៏មានសក្តានុពលរបួសរបស់គាត់មានភាពធ្ងន់ធ្ងរយេហ្វានបានធ្វើឲ្យសកម្មនៅព្រះនិព្វានដែលជាបច្ចេកទេសព្យាបាលសម្ងាត់ដែលផ្ដល់ឲ្យដោយអានមេអ៊ីថោពលពណ៌មាសបានលុតឡើងនៅលើមេឃផ្លេកបន្ទោបានឡោមព័ទ្ធតាមដងខ្លួនរបស់គាត់ហើយមួយសន្ទុះរបួសរបស់គាត់បានជាសះស្បើយដោយបញ្ចេញរស្មីដល់ទេវភាពគាត់បានបង្ខំខ្លួនឯងឲ្យឈរឈាមបានហូរចេញពីមាត់របស់គាត់ប៉ុន្តែអ្នកទស្សនាគ្រប់រូបអាចមានអារម្មណ៍ថាថោពលដ៏លើសលប់របស់គាត់បានត្រឡប់មកវិញហើយព្រះអង្គម្ចាស់ពិសិដ្ឋរបស់តកូហ្វឹងបានចូលទៅចិត្តយេហ្វានដោយងក់ក្បាលហើយនិយាយថាមិនអាក្រក់ទេអ្នកឯងសម្លាប់ឃាតករ8នាក់តែម្នាក់ឯងយេហ្វាននៅតែប្រយ័ត្នប្រយែងហើយដឹងពីវត្តមានរបស់ឃាតករតុលាការឋានសួគ៌បុរាណដែលជាម្ចាស់នៃតៅនៃការសម្លាប់ដែលជាតកោដ៏គួរឲ្យភ័យខ្លាចដែលអាចសម្លាប់សូម្បីតែស្ដេចគ្រប់ជំហានក្នុងពិភពលោកនេះគឺទាមទារការប្រុងប្រយ័ត្ននៅកោះ800ដល់ទេវភាពឯនេះវិញព្រះចាវាងកំពុងរងចាំដូនតារបស់គាត់ធ្លាប់ជំពាក់បំណុលរបស់ស្ដេចអាទិទេពហើយត្រូវបានគេអញ្ជើញឲ្យទៅព្យាបាលយេហ្វាននៅតំបន់ភាគខាងជើងឥឡូវនេះគាត់នឹងពន្យាជីវិតរបស់យេហ្វានយប់បានធ្លាក់ពីលើកោះដល់ទេវភាពផ្កាយបានបង្ហាញនៅលើមេឃភ្នំអាប់និងសត្វស្លាបទឹកដីរបស់តកូហ្វឹងគឺមានសន្តិភាពប៉ុន្តែនៅក្រោមផ្ទៃភាពតានតឹងនៅតែបន្តយេហ្វានអង្គុយនៅក្នុងចំណោមក្មេងចំនួនក្រោយណានតូចនៅខាងគាត់ខណៈដែលចវាយនីដ៏មានអំណាចបានសង្កេតដោយស្ងប់ស្ងាត់ខ្យល់បក់ចេញដោយថោពលឈាមរបស់គាត់សម្ព័ន្ធមិត្តនិងគូប្រជែងដូចគ្នាការបញ្ចេញមតិរបស់ពួកគេគឺមានការប្រុងប្រយ័ត្នព្រះនាងហ្វឹងហួងបានផ្លាស់ប្ដូរឥរិយាបថយ៉ាងទន់ភ្លន់ហើយអ្នករាល់គ្នាគឺគោរពចំពោះយេហ្វាននៅពេលនេះនៅពេលព្រឹកព្រលឹមយេហ្វានបានចេញដំណើរជាមួយនឹងព្រះចាវាងដោយបន្សល់ទុកនៅពាក្យខ្សឹបខ្សៀវនិងការរំពឹងទុកមុនពេលដែលគាត់ភ្ញាក់អន្តរិកខ្មែរក៏បាននិយាយផងដែរថា
ចាំមើលថាតើពួកគេនឹងភ្ញាក់ផ្អើលយ៉ាងណានៅពេលដែលពេលវេលាមកដល់ពួកគេបានទៅខ្ទមឯកជនរបស់ព្រះចាវាងនៅកណ្ដាលសរសៃឈាមនៃទិវៈដែលជាទឹកដីដ៏បរិសុទ្ធនៃច្រាំងថ្មចតនៅទីនេះយេហ្វានបានចែកម្លែកស្ថានភាពអាកំបាំងរបស់ណានានតូចទៅឲ្យព្រះចាវាងឲ្យបានដឹងដែលបានប្រាប់ថាក្មេងម្នាក់នេះភ្លេចអតីតកាលរបស់នាងព្រះចាវាងបានពិនិត្យនាងដោយចាប់អារម្មណ៍នឹងថ្មចម្រុះពណ៌ដែលនាងកាន់ការហោះហើរលើភ្នំគ្មានទីបញ្ចប់យេហ្វាននិងដៃគូរបស់គាត់មានការភ្ញាក់ផ្អើលនៅពេលដែលឃើញទេសភាពដ៏អស្ចារ្យបែបនេះព្រះចាវាងបានបង្ហាញទិសដៅរបស់ពួកគេគឺជាប្រាសាទបុរាណនៃដែនដីបរិសុទ្ធគុជឋានសួគ៌ដែលធ្លាប់រុងរឿងកាលពី 6000 ឆ្នាំមុនឥឡូវនេះស្ងាត់ចងំវត្តបុរាណគ្របលើភ្នំសម្រែករបស់ស្វានិងខ្លាបានពលឺឡើងហើយសរសៃនាគសម័យដើមបានសាយភាយពេញដីអមជាមួយនឹងសម្រែកដ៏គួរភ័យខ្លាចដែលបាននឹងរួនភ្នំដោយមានសត្វមានជីវិតទាំងអស់កំពុងតែភ័យខ្លាចនេះជាផ្នែកដ៏ជ្រៅបំផុតនៃប្រាសាទគុជឋានសួគ៌តើនរណាម្នាក់អាចរស់នៅក្នុងរាជវាំងក្រោមដីបន្ទាប់ពី 6000 ឆ្នាំបានដែរឬទេ